យើងណាគឺជាលោកមហាថ្លឹកសុននៅក្នុងវាំងកាន់កាប់មនុស្សថ្មីញ៉ាំជាមនុស្សថ្មីឯងកូនសម្លាញ់ពួកយើងប្រហែលជាយល់ច្រឡំទៅដឹងអ្នកដែលចូលមកទីនេះណាតែតានិយាយយ៉ាងអញ្ចឹងឯងលោកត្រូវការប្រាប់ប្រមាណខ្ញុំនឹងទៅក្រៅរកប្រាក់ឲ្យលោកភ្លាមណាទូទាត់ជាជាមួយលោកអើយអ្នកណាចូលមកទីនេះក៏និយាយអញ្ចឹងដែរខ្ញុំមិនចង់ធ្វើជាអាម៉ាតនោះទេអើយអ្នកណាចូលមកទីនេះគឺតែងតែនិយាយយ៉ាងអញ្ចឹងឥឡូវនេះខ្ញុំនិយាយអីក៏អត់ន័យដែរជួយផងយ៉ាងម៉េចគ្រាន់តែកណាត់ញាត់មាត់ក៏ប្រើអស់ហើយហីសំទោសលោកមហាថ្លឹកសុនពិតជាអត់លីងហើយសូមបីតែខោទំនាប់របស់លោកក៏យកមកប្រើហើយដែរអាលអត់អើយឯងទ្រាំបន្តិចសិនទៅណាពួកឯងសែងគេចូលទៅក្នុងទៅដើម្បីឲ្យគេទៅទស្សនកិច្ចរួចហើយយកទៅឃុំខ្លួនតែម្ដងបាទហើយដែលក៏ទីនេះក្តារខ្លាំងម្ល៉េះពួកគេទើបតែសម្អាតខ្លួនរួចត្រូវការផ្ដាប់ចោលអស់ទៅហើយក្នុងពេលនេះគឺមិនត្រូវហាលខ្យល់ហាលភ្លៀងបន្តិចទេហើយបើសិនជាត្រូវខ្យល់គឺគ្មានទេវតាណាជួយគេបានទេអញ្ចឹងគ្មានអ្វីគួរសម័យទេស្រាប់ទៅល្អជាងតែខ្ញុំមិនយល់សោះហើយហេតុអីបានជាមានរោមសត្វមួយនៅទីនេះរោមសត្វដោតជាប់និងបំពង់ប្រព័ន្ធទឹកនោម3ថ្ងៃក្រោយដកចេញមកបើសិនជាគេអាចបត់ជើងតូចបានន័យថាលែងអីតែបើសិនជាបត់ជើងតូចបញ្ចេញបានន័យថាគ្មានអ្នកណាជួយគេបានទេទេខ្ញុំមិនចង់ដល់រោមសត្វនោះទេគេឈុំទៅលែងខ្ញុំទេចាក់យោហេកំចាស់សោណាកំចាស់សោណាកំចាស់សោបានទេបាទគ្រាកុំខំចំនៅទីនេះចាំបាទគ្រាទៅតាមមានណាទេបាទគ្រាខ្ញុំផងម្នាក់នេះក៏ទុកថាចៅមកសៀតប្រកាសជាស្លាប់ហើយខ្ញុំឃើញតាអាចចង់ចេញពីទីនេះមែនទេចេញទៅច្រឡំហើយហ្នឹងខ្ញុំចង់នៅទីនេះតាបាទចៅពួកយើងបើកទ្វារធ្វើអីទេខ្ញុំគ្រាន់តែចង់ដកដង្ហើមសេរីភាពចុងក្រោយតាជាមនុស្សថោកទាបបាត់វាមិនប្រាប់ខ្ញុំផងទេអូយឥឡូវឈាមច្រមុះខ្ញុំបាត់ហើយរមជួបបាយសិនខ្ញុំមិនដល់រមសាទេរមជួបបាយសិនអើយតាំងចិត្តស្ងប់ទើបអាចរមជួបបាយបានស្ងប់ចិត្តទើបរមជួបបាយបានស្ងប់ចិត្តឥឡូវនេះចិត្តខ្ញុំស្ងប់ណាស់ចិត្តស្ងប់ស្ទើរចង់ដែរទីនេះមានរុនមួយទេវតាមកខ្ញុំស្លាប់ទេហើយនេះឲ្យតាំងចិត្តស្កអត់បានការមែនវាគួរតែដេកឲ្យបានមានប្រយោជន៍ជីដូនជីតាជួយខ្ញុំមែនមិនដល់រុំសัตว์ទៀតទេណែអ្នកខ្លះហានពេញពីងតាមពិតយើងមានវាសនាដូចគ្នាចំណែកខ្ញុំទើបតែមកដល់ស្រុករបស់ឯងសូមឯងទុកផ្លូវឲ្យខ្ញុំផងណាណែខ្ញុំខ្លាចពេញពីងណាសូមឯងដល់ថយសិនទៅបានទេ
ให้ได้มันจะซอยมาเลยระบองไปสร้างไซกันหนึ่ง Bình Piệng ตอนช่างไงใช่ระบองสรุปจะมาเอาที่นี่ตาเมนเต้ระบองฮะ Ôi bà dạy cho con cục cho anh thì bà buôn nha nè ที่นี่เนี่ยជាកុកជន់ទី9ណាខ្ញុំមិនដឹងសោះតាមពិនគេយកខ្ញុំមកលក់នៅក្នុងរាជវាំងធ្វើជាទាសាហើយក្រោយមកខ្ញុំឃើញចោលសម្ងាត់មួយបន្តមកទៀតខ្ញុំក៏ធ្លាក់ចូលមកដល់ទីនេះ Ồ, nếu cô tụi con lên trên nhà chi tê Thì cái đôi ai chẳng chạp luôn một lúc nông vang nữa តកូលីគេជាណា Thì Mạnh mới được nông đầy rồi bỏ ai luôn à ហ៎ណែ Dự bảo cầm lao thế rồi thằng ngày sẽ rộp dọc Bình Piệng Còn đó là chính chọn thua chơi chấm đây à hả Chấm đây kia mà đòi thì cái này đi đời xa tệ không sẽ rộp một đòi Đôi ai giang chẳng Tại kia xâm na có thể bao slap ta hơi អញ្ចឹងខ្ញុំមិនសំណាងក្រទេជាសំណាងល្អតា Thì À có chưa kia thì tiện Nhưng mà xin mà đu slap Nhưng sẽ rộp mà đu luôn អូលោកស្រូបយកឈាមឯងខ្ញុំមិន Thì cầm lang thiện អូអញ្ចឹងជាការប្រសើរណាខ្ញុំមិនចេះវិជាគុណទេ Tham ơi Ai mình chơi với chơi con tay sao និយាយតាមពិតចឹងណាបើសិនជាខ្ញុំឃើញមនុស្សពីរនាក់ដើរមកខ្ញុំប្រកាសជារត់បើសិនជាគេតែម្នាក់ឯងបើទម្ងន់របស់គេមិនលើសពីខ្ញុំ80គីឡូខ្ញុំប្រហែលជាទប់ទល់បាន 7 ឆ្នាំហើយមិនដែលឃើញមនុស្សរស់ម្នាក់ទេពេលដែលជួបមនុស្សរស់តាមពិតជាមនុស្សល្ងងអត់ចេះវិជាគុណសោះ លបងនៅទីនេះ7ឆ្នាំហើយ 20 ឆ្នាំហើយ រយៈពេល2ឆ្នាំត្រកូលជូនឹងឲ្យកំពូលធ្វើដៃម្នាក់ចូលមកទីនេះដើម្បីសាកវិជាគុណរបស់យើងតែប្រមាណឆ្នាំនេះគេជប់ធ្វើដូច្នេះទៀតហើយ អូកម្លាំងធាតុរបស់លោកខ្លាំងយ៉ាងនេះហើយដើម្បីបានជាលោកមិនចេញពីនេះ ឯងទៅខាងក្រោយមើល ទេវតាស្អីគេនឹងដែកស្អីគេ ឯស្អីក៏មិនចេះពាក្យដែលហៅថាទេវតាប្រមាត់ដៃក៏ឯងមិនចេះដែរអី នឹងទេវតាប្រមាត់ដៃគឺជាម្ចាស់មាររបស់ព្រះអង្គគឺជាកំពូលធ្វើដៃទេវតាប្រមាត់ដៃណាហ៎ កំពូលទី1ក្នុងលោកនោះអី ឥឡូវគេនិយាយគ្រប់គ្នាថាទេវតាប្រមាត់ដៃឈ្នះលើពិភពគុណគ្រប់គ្នាទោះជាគូសានថងនៅកម្ពុជាមុនក៏ចាញ់គេដែរទីបំផុតគេគឺកំពូលលេខ1តែម្ដងខ្លាយជាណានេះគេហៅថាជាកំពូលគុណលេខ1តាមមែនទេណ៎អញ្ចឹងម្នាក់នេះគូសានថងឡំគូសុំមេត្តាអភ័យទោសឲ្យខ្ញុំផងណាកុំប្រកាន់នឹងខ្ញុំអីខ្ញុំនេះគឺមានភ្នែកតែអត់ប្រស័យទុកថាខ្ញុំជាមនុស្សឈួតទៅចោះខ្ញុំអត់ដឹង យើងចាញ់គេមែនចាញ់តែកន្លះស្នៀតព្រោះតែកន្លះស្នៀតនេះធ្វើឲ្យយើងឃុំខ្លួនអស់រយៈពេល20ឆ្នាំហើយ ចាញ់តែកន្លះស្នៀនអញ្ចឹងល្អអំអាចធ្វើសារថ្មីវិញបានតា ទេកន្លះស្នៀតគឺចាញ់ហើយស្លាប់ទាំងខ្លួនក៏ចាត់ទុកថាចាញ់ដែរខ្ញុំគូសានថងបាននិយាយហើយបើខ្ញុំចាញ់ទុកឲ្យប្រមាថដែលជាអ្នកចែកការតាមចិត្តទៅចុះដែលខានមកក្បត់សន្យាហួសពីកន្លះស្នៀតឡើយនៅក្នុងពេលនោះគេមានរបួសក្នុងខ្លួនដែលមិនអាចព្យាបាលបានក្នុងមួយជីវិតទប់ទល់ជាមួយនឹងវិជាគុណកម្លាំងធាតុទឹកគូសានថងគេប្រើម្រាមដៃរបស់គេចុចនៅក្នុងដើមទ្រូងរបស់យើងចាញ់ខាងល្បិចមិនមែនចាញ់ខាងវិជាគុណទេ ខ្ញុំស្ដាប់មិនយល់ទេ ទោះជាវិជាគុណខ្លាចយ៉ាងណាក៏គ្រាន់តែជាមនុស្សឆេឆាវម្នាក់អាចចំណាយគេមានប្រាជ្ញាគេដឹងថាគួរលះបង់ដើម្បីទៅបដូរនឹងអ្វីយកមកវិញ ដូចជាមិនសូវយល់ដែរ ជួនកាលមិនយល់ក៏ជាសំណាងល្អមួយយ៉ាងដែរតើណា ខ្ញុំគ្រាន់តែមិនយល់លោកប្រកែកទាំងនេះហើយអ្វីបានជាផ្លាដៃនេះគេចាប់លោកឃុំនៅទីនេះទៅវិញហ៎ មិនផ្លាស់ដៃទេគឺសន្យាបើមនុស្សប្រុសមិនគ្រប់សន្យាគេមិនជាមនុស្សប្រុសទេ សន្យាស្អី ឃើញផ្លាស់នេះដូចជាឃើញមនុស្សយ៉ាងចឹងលោកបានន័យថាប្រមាថដៃដាក់នៅទីនេះនរណាក៏មិនអាចឈានជើងចេញបានដែរ អូនេះគឺជាច្រកតែមួយគត់នៅក្នុងរោងហេតុតែល្អំឃើញផ្លានេះល្អំអត់ចេញទៅក្រៅទេហេតុអ្វីបានជាល្អំមិនចេញទៅខាងលើទៅ នោះគឺជារុនឆ្កែណាយើងគូសានថងសុកចិត្តឲ្យគេឃុំ20ឆ្នាំទៅមុខទៀតក៏យើងមិនចេញតាមរុនឆ្កែដែរម្យ៉ាងទៀតយើងចេញពីទីនេះធ្វើអីទៅអ្នកណាក៏ដឹងថាយើងចាញ់អាត្រកូលជូទៅហើយវិជាគុណរបស់យើងត្រឹមតែលេខ2តែប៉ុណ្ណោះទេ អូលេខ2ហ្នឹងក៏វាមិនអន់ដែរល្អំ ចំពោះយើងវិញបើមិនបានកំពូលទី1ស្មើនឹងស្លាប់ទេ ចំណែកខ្ញុំវិញគឺជាកំពូលចុងក្រោយបំផុតនោះប្រកាសជាស្លាប់មែនទេឡំ ហើយមិនមែនទេ ខ្ញុំអត់ចេះវិជាគុណបន្តិចឡើយហ្នឹង ហើយដឹងទេពួកគេគឺជាអ្នកណាខ្លះទៅប៉ាសៅលីងប៉ាអមប៉ាខុងតងប៉ាខុនលុនប៉ាអ៊ូតាំងប៉ាវ៉ាសាតប៉ាស្មុំប៉ាបេសាចទាំងកំពូលប៉ាទាំង8ពួកគេចាញ់ដោយសារតែតកូលជូត្រឃុំលើទីនេះហើយតកូលអ៊ូចង់ដល់ពីវិជាគុណរបស់យើងមានការអន់ឬយ៉ាងណានោះហើយនេះហើយគេចោលឲ្យអ្នកទាំងនេះវាយឈ្នះយើងឲ្យយើងអាម៉ាស់មុខក៏ប៉ុន្តែយើងមិនឲ្យខ្លួនឯងចាញ់ទេទីបំផុតពួកគេទាំងអស់គ្នាត្រូវយើងប្រើវិធីសរុបយកកម្លាំងធាតុសរុបយកកម្លាំងធាតុរបស់ពួកវាទាំងអស់ហើយចំណែកយើងមួយថ្ងៃខ្លាំងជាងមួយថ្ងៃ
លោកអ៊ំនៅទីនេះគឺជាគុណខ្លាំងប្រការយ៉ាងណាក៏ដោយក៏អត់ប្រយោជន៍ដែរ កាលពី11ឆ្នាំមុនគឺយើងយល់ច្បាស់ណាស់ទេវតាមានភ្នែកថ្ងៃនេះទេវតាប្រទានឯងឲ្យមកយល់ទៀតលោកអ៊ំចង់ដល់រោមសត្វខ្ញុំមែនទេ រោមសត្វស្អីទៅ អ្នកក្លាហានគូជាកម្ពុជាលេខ2នៅក្នុងលោកនេះទៅហើយសូមអភ័យទោសឲ្យខ្ញុំដៃកម្ពុជាថ្មីដៃចុងក្រោយនេះផងទៅកុំធ្វើបាបខ្ញុំបាទ យើងមិនធ្វើបាបឯងទេយើងចង់ឲ្យរបស់ទៅឯង អូយចំណងដៃបនកំណាដែរមិនតាន់ដល់ពេលឯណាដល់ពេលចាំខ្ញុំជិះអ៊ំទៅណា រឿងនេះមិនស្រ័យទៅឯងទេ អូយលោកអ៊ំឲ្យខ្ញុំទៅចោលអ៊ំសូមកុំធ្វើបាបខ្ញុំហើយជួយផងបៃសៃនេះទៅនេះម្ចាស់មាសយ៉ាងមិនទៅហើយ ទោះជាល្អយ៉ាងណាក៏ដោយខ្លាចតែគំនិតអាក្រក់ទូបង្គំខ្លាចគេក្បត់នឹងព្រះអង្គ ប្រទេសឈូអ៊ីងយករបាយមកថ្វាយយើងរាល់ឆ្នាំចំណែកព្រះនាងលីសៀវគឺមហាមន្ត្រីអូវ៉ាន់ជាអ្នកការពារព្រីដំណាំមកទីនេះដើម្បីរៀបអភិសេកជាមួយនឹងយើង ការដែលអ៊ូវ៉ាន់នៅក្មេងគ្រាន់តែជាមេតបមួយឬថាមានវិជាគុណខ្លាំងកំបិតដ៏រហ័សរបស់គេមិនដឹងថាលាក់នៅកន្លែងណាពលិកំបិតរបស់គេឆ្លងកាត់អាចធ្វើឲ្យក្បាលសត្រូវធ្លាក់ដល់ដីគេឲ្យមនុស្សបែបនេះមកពួកយើងត្រូវតែប្រយ័ត្នបន្តិច ឥឡូវគេមិនរីកនីទៅហើយស្អែកឡើងសូមចូលគាល់យើងតែយើងធ្វើយ៉ាងណាកុំឲ្យវាបាត់បង់ប្រកិត្តិយសរបស់យើងនោះ ទូលបង្គំដឹងថាធ្វើយ៉ាងណាហើយ កាងទូព្រះអង្គអ្នកននសាប្រចាំវាំងហៃថាងតនធានយ៉ាសូមចូលគាល់ ឲ្យគេចូលមកចុះ ក្រាបទូល ព្រះអង្គយប់នេះទូលបង្គំឲ្យទាន់ធានយ៉ានឹងហៅທາງទៅសំណាក់ភ្ញៀវពិនិត្យមើលចំណែកប្រទេសឈូអ៊ីងហើយនៅប្រទេសតុងអ៊ីងមានព្រំប្រទល់ទន្លេមួយតែប៉ុណ្ណោះរីឯទំនៀមទម្លាប់របស់គេប្រហាក់ប្រហែលគ្នាទាន់ធានយ៉ានៅប្រទេសតុងអ៊ីងជាច្រើនឆ្នាំប្រហែលជាអាចដឹងរឿងនេះយ៉ាងណាខ្លះហើយ ទូលបង្គំតនចិនយ៉ា សាងគាត់ឲ្យខាងសូម ថ្វាយបង្គំព្រះអង្គចិនយ៉ាពនាងប្រទេសឈូអ៊ីងនាំដំណើរដោយលោកមហាមន្ត្រីអូវ៉ាន់មកកាន់ដំណាក់ភ្ញៀវរបស់រាជការយប់នេះយើងមានការសង្ស័យលើពួកគេពួកលោកទៅពិនិត្យបានច្បាស់ប៉ុន្តែស្នៀកកម្រិតរបស់អូវ៉ាន់នោះខ្លាំងណាស់លោកត្រូវតែប្រយ័ត្នផងណាសូមព្រះអង្គទូបតីចុះ លោកពុកហេតុអីបាត់ជាមានការសង្ស័យលើព្រះនាងប្រទេសតូចតាចនេះ អ្វីបើប្រទេសឈូអ៊ីងចុះចាញ់ជាមួយយើងជាយូរឆ្នាំមែនប៉ុន្តែកន្លែងគេទៅជាក់បំផុតមិនសូវជាមានការតំណាក់តំណងជាមួយនឹងយើងនោះទេធានយ៉ា បាទ រឿងនេះឆាប់រហ័សពេកយើងដូចជាមានការព្រួយបារម្ភខ្លាំងណាស់ ខ្ញុំយល់ហើយ ទៅឆាប់ត្រឡប់មកវិញណា បាទ ស្អាតណាស់ហេតុអីបាត់ជាមិនមើល មិនទៅដល់ស្រីខុសមិនអាចធ្វើចឹងបានទេ ព្រះអង្គមានព្រះសំណាងល្អមែនមានស្រីស្អាតយ៉ាងនេះយកមកថ្វាយព្រះអង្គតាមមានអីគួរឲ្យបារម្ភទៀត សម្រាប់ស្រីមានស្រីអត់ចាស់យ៉ាងច្រើនហើយបានតែ10ឆ្នាំប៉ុណ្ណោះហើយអាយុ50ឆ្នាំសក់ស្កើទៅហើយ មិនមែនអញ្ចឹងទេដឹងលបងដូចជាមិនដែលរៀបការទេតាមមែនទេ និយាយរឿងរៀបការលបងឆាប់រត់មកឡើយអូប្រហែលជាស្រីកមុំណាគេលះបង់លបងចោលមែនទេបើសិនជាព្រះនាងលីសឺយល់ព្រមរៀបការជាមួយនឹងបងយល់ព្រមទទួលទេ ខ្ញុំជាមួយគេមានអីតាក់ទងគ្នា គ្រាន់តែនិយាយលេងបងក៏មិនសប្បាយចិត្តដែរបងប្រកាសជានៅប្រទេសតុងអ៊ីងមានសង្សារហើយមែនទេ ធ្លាប់មានក៏ប៉ុន្តែវាស្លាប់បាត់ហើយ សំទោស មិនដែរទេនោះគឺជារឿងកាលពីមុន iDramaHD.com ទូលបង្គំអ៊ូវ៉ាន់សូមគាល់ពនាង
cho mà cha លោកមកគុំគួរតែស្លាប់យកស្មានដែលឲ្យមករំខានពនាងយ៉ាងនេះ យើងឮថាមានប្រៀបនាំសាសម្ដងលេមែនទេ ក្រាបទូលបើពនាងគ្មានអ្វីផ្ដាំទៀតទេទូមកគុំសូមថ្វាយបង្គំលាចេញមកយកកដាត្រៀតលួចមើលគេយ៉ាងនេះព្រោះតែអ្វីបើប្រទេសជួអញជាប្រទេសតូចតាចតែពនាងមិនរៀនអនុញ្ញាតឲ្យគេធ្វើបាបឡើយ ប្រចាំក្បិតរបស់កូន ខាង ជាងไรមែនរត់បាត់ទៅហើយ មិនដឹងស្មានថាក្បិតអគីរបស់គេគឺជាក្បិតកម្លាំងធានត្រូវមកបាត់ដៃសោះធ្វើឲ្យឯនេះក្តៅខ្លួនយ៉ាងនេះទៅហើយ តាគិតយ៉ាងម៉េចដែរ មិនត្រូវឲ្យកម្ដៅឡើងទៀតទេបើមិនចឹងគឺប្រកបជារលាកខ្លួន iDramaHD.com ប្រហែលជាយឺតពេលហើយខ្ញុំត្រូវប្រើវិធីបហូរឈាមប៉ាអ៊ីហឺសាកមើលសិន តាមពិតឯងគឺជាស្រីតាគ្រោះថ្នាក់នៅចំពោះមុខកុំគិតច្រើនពេក ពីបងអើយគេឲ្យអារបស់ខ្ញុំឲ្យថើមករបស់ខ្ញុំទៀតឬមួយក៏គេជាអ្នករំលោភខ្ញុំបាត់ទៅហើយអើយអាភ័ព្វណាស់ខ្ញុំពិតជាអាភ័ព្វម៉ាកោធ្វើអីគេហ្នឹងហ៎ធ្វើបាបខ្ញុំហើយសាក់ខ្លួនរបស់ខ្ញុំទៀតអូយ នេះគឺជាកពុលវិជាគុណមហាបាទាំង8ជាកូពីសម្ងាត់ណាស់ ណែណែគូសន្ធងលើយ៉ាងម៉េចទៅហើយហ្នឹងកុំធ្វើពុតស្លាប់ណា យើងយកកម្លាំងធាតុចំនួន40ឆ្នាំរបស់យើងបញ្ចូលឲ្យទៅឯងទៅហើយ កុំនិយាយលេងនឹងខ្លួនរបស់ខ្ញុំកុំថារកប្រាក់40មួយកាក់ក៏គ្មានដែរចំណែកលោកយកកម្លាំងធាតុ40ឲ្យខ្ញុំហ៎ iDramaHD.com យើងគ្មានវិធីណាផ្សេងទេកាលពី20ឆ្នាំមុនយើងត្រូវរបួសដោយសារតែគេប្រើម្រាមដៃចង្អុលក្បាលពោះរបស់យើងបណ្ដាលធ្វើឲ្យជីបចោចុកសោយឥឡូវរស់មិនផុតពី3ថ្ងៃទៀតទេបើមិនបញ្ចូលកម្លាំងធាតុឲ្យទៅឯងពីគួរស្ដាយលោកជង្គង់អើ ហើយតែខ្ញុំលោកជង្គង់លោកមិនជាពុករបស់ខ្ញុំណា ខ្ញុំជាមនុស្សចិត្តស្លាប់ទុកថាលោកចិត្តខ្ញុំបានទេ ចឹងក៏បានដែរលោកពងប្រេះមែនហើយបីបានជាហៅលោកថាលោកពុកទៅវិញណា ប្រសើរណាស់ឯងមានវិជាគុណឆ្អឹងដៃស្បែកស្ពាត់ជាកូនចៅចំនួនទី9របស់យើងឯងហៅយើងថាគ្រូទៅចុក ឆ្អឹងដៃស្បែកស្ពាន់វាជាគុណឆ្អឹងដៃស្បែកស្ពាន់ណា ឆ្អឹងដៃស្បែកស្ពាន់មួយជីវិតប្រើបានតែ5លើកតែប៉ុណ្ណោះប្រើម្ដងបាតដៃរបស់ឯងនឹងមានស្នាមឈាមមួយឆ្នោតប្រើរហូតដល់លើកទី5វានឹងក្លាយជាអក្សរក្បាច់គុណមួយបើសិនជាឯងប្រើដល់លើកទី6ឯងប្រកាសជាស្លាប់ដល់រលីវិជាគុណហើយនេះហើយបើមិនចាំបាច់ក៏ប្រើងាយងាយឲ្យសោះណាយើងខំហាត់19ឆ្នាំទើបតែប្រើបានលើកទី1ក៏ប៉ុន្តែឥឡូវនេះឯងប្រើភ្លាមបានភ្លាម ជុំមកធ្វើអីឲ្យខ្ញុំប្រែខ្លាយវាទៅជាស្អីទៅ ឯងមានអារម្មណ៍ដូចឃើញក្រោមផ្សិតរបស់ឯងដូចជាមានចំហាយកម្ដៅមួយរត់ចុះអី មែន ឥឡូវនេះឯងយកកម្លាំងធាតុដើម្បីធ្វើឲ្យចំហាយកម្ដៅនេះឡើងទៅលើក្បាលឯងរួចហើយសោះសាយពេញខ្លួនទៅ ឥឡូវនេះក្តៅអ៊ុនពេញខ្លួនត្មងហើយដូចស្រួលណាអូ
បានជាចឹង ឥឡូវនេះខ្លួនរបស់ឯងមមល្អជួបអ្នកណាក៏ដោយសម្រាប់អ្នកនងចោលទៅ អូយអាយអូយពិតរឹងដូចដែកមែនណោះ ការពិតគឺអញ្ចឹងទេហើយគ្មានអ្វីសោះឥឡូវនេះខ្ញុំពាក់អាវហើយដើរចេញពីទីនេះហើយនៅទីបំផុតយើងមានលក្ខបន្តវេនហើយ ណែធ្វើយ៉ាងម៉េចទៅបានដោយដើមវិញ ក្រោយពីប្រែកាលារយៈពេលកន្លះម៉ោងវិជាគុណនោះនឹងរំសាយដល់ខ្លួនឯងនឹងខ្លាយខ្លួនដោយដាវវិញកម្លាំងទីរបស់ឯងទាំងប្រមាណនឹងប្រមូលផ្ដុំចុះក្នុងខួរក្បាលរបស់ឯងរួចហើយទម្លាក់ចុះមកខ្ពស់វិញ ខ្ញុំមិនជឿសោះខ្ញុំអាចខ្លាយខ្លួនប្រកែកដល់ថ្នាក់នេះពិតជាមិនទេដឹងណោះអូខ្ញុំជឿទេ នេះជាការពិតហើយឯងមានកម្លាំងទៀតនេះទៅហើយឯងខិតខំស្រាវជ្រាវវិជាគុណមហាបតទាំង8តនទៀតឯងនឹងខ្លាយជាលក្ខក្បាច់គុណដល់កំពូលក្នុងលោកហើយ លោកមហាវិជាគុណដល់ខ្ញុំតើមានលក្ខខណ្ឌអ្វីទៅ មានជើងខ្ញុំយកឈ្នះជ្រូកចង្រៃនោះលើ អ្នកណាគេ ទេវតាប្រមាត់ដែកនៅមុនពេលនឹងឯងប្រយុទ្ធជាមួយនឹងគេដាច់ខាតកុំឲ្យគេដឹងឲ្យសោះថាឯងនឹងមានរាងកាយឆ្អឹងដៃស្បែកស្ពាន់រួចហើយឯងទៅរកមនុស្សស្រីម្នាក់ឈ្មោះស៊ូស៊ីងប្រាប់នាងទៅថាខ្ញុំស្រឡាញ់នាងគឺស្រឡាញ់ខ្លាំងណាស់ ស៊ូស៊ីង នាងជាវិបត្តិសេរីរបស់ខ្ញុំមួយជីវិតនេះអ្វីក៏យើងហ៊ានធ្វើក៏ប៉ុន្តែយើងមិនហ៊ាននិយាយប្រាប់នាងថាខ្ញុំស្រឡាញ់នាងនោះទេទីបំផុតអាចជ្រូកចង្រៃនោះដណ្ដើមនាងទៅបាត់គួរឲ្យអស់សំណោចមែនទែនហើយក្នុងវិឆាជីវិតខ្ញុំមានរឿងបែបនេះ លោកប្រតិចារលោកប្រតិចារលោកប្រតិចារគូសាន់ថងគាត់ស្លាប់បាត់ទៅហើយលោកប្រតិចារខ្ញុំនឹងតាមរកស្រីដែលលោកស្រឡាញ់បំផុតស៊ូស៊ីងហើយប្រាប់គាត់ថាលោកស្រឡាញ់គាត់ណាស់ប៉ុន្តែទេវតាប្រមាថដៃខ្លាំងយ៉ាងនេះខ្ញុំដូចជាមិនហ៊ានទៅរកគាត់ទេសូមអភ័យទោសខ្ញុំមួយជីវិតប្រើបានតែ5លើកឥឡូវខ្ញុំប្រើអស់1លើកទៅហើយហ្នឹងអាយ៉ាគួរស្ដាយមែនត្មងស្ដាយមែនស្ដាយមែនស្ដាយណាស់ព្រឹត្តិការណ៍ឃើញផ្លាននេះមិនហ៊ានឈឹងជិនទៅមកបានតែខ្ញុំមិនរវល់ទេម្ដងនេះខ្ញុំត្រូវប្រែកន្លែងម្ដងទៀតអូយគួរស្ដាយមែនហ្នឹងវិជាគុណសម្រាប់ខ្លួនអត់ទេវិជាគុណសម្រាប់ខ្លួនអត់ទេអូមានហើយប្រើក្បាច់អូតាំងពេលដែលខ្ញុំហាត់បានសម្រាប់ហើយខ្ញុំនឹងហោះចេញទីនេះភ្លាមតែម្ដង បាននិយាយអញ្ចឹងវិជាគុណរបស់អូវ៉ាន់មិនអន់ជាងឯងប៉ុន្មានទេ ក្នុងរយៈពេល300ឆ្នាំខ្ញុំមិនហ៊ានសន្និដ្ឋានថាអាចឈ្នះគេបានទេខ្ញុំគិតថាព្រះអង្គកុំឲ្យគេចូលកលល្អជាងបើមិនจะឲ្យគេចូលកលធ្វើយ៉ាងណាពេលអាវក្រោះហើយនឹងកញ្ចក់ការពារផងយើងជាមហាប្រទេសនេះនេះត្រូវតែគ្រប់យើងជានិច្ចបើមិនឲ្យគេចូលកលព្រះអង្គគេនឹងសាយចំអកឲ្យយើងពេលនេះមានតែយើងកំដរព្រះអង្គឲ្យគេចូលកលមានពុកធរការពារព្រះអង្គជាការប្រសើរណាស់របួសហើយថាយ៉ាងមិនហើយកាលពីយប់មិញខ្ញុំប្រើវិធីបង្ហូរឈាមប៉ាក់អ៊ីហឺឥឡូវនេះបានធូរស្រាលច្រើនហើយសម្រាប់ពី3ថ្ងៃប្រកាសជាលែងអីហើយឯងដឹងថាគេជាស្រីហើយមែនទេបាទនេះជាកំហុសរបស់ខ្ញុំសូមពុកអភ័យទោសផងអ្នកគុណនិយមគេមិនប្រកាន់ទេកាលនោះដើម្បីងាយស្រួលធ្វើការងារយើងឲ្យនាងតែងជាប្រុសហើយថានៅជាមួយនឹងឯងតាំងពីតូចដល់ធំតែរាប់អាននឹងឯងណាស់ពេលនេះឲ្យឯងដឹងថានាងជាស្រីបានន័យថាគេចាប់ផ្ដើមស្រឡាញ់ឯងបញ្ហានេះឯងត្រូវដោះស្រាយដោយប្រុងប្រយ័ត្នជានិច្ច
ពុទ្ធធម៌ខ្ញុំបានចេញគ្រូទាយដល់កម្ពូលជួយទស្សទាយឲ្យខ្ញុំដូចទៅហើយថាខ្ញុំមួយជីវិតនេះមាន7គ្រោះថ្នាក់ទោះជាស្រឡាញ់ស្រីណាក៏ដោយនោះនឹងនាំមកដល់គ្រោះថ្នាក់ដល់នាងហើយនេះហើយខ្ញុំមិនហ៊ាននិយាយពីរឿងស្នេហាសម្រាប់ខ្លួនឯងទេឯងជឿថាវាសនាវិជ្ជាជីវិតឯងមែនទេក៏ប៉ុន្តែរឿងដែលកើតឡើងនៅអតីតកាលរបស់ខ្ញុំបានបញ្ជាក់ការពិតថាឯងស្រឡាញ់សៀជីខ្លាំងណាស់ប៉ុន្តែពេលនេះគេស្លាប់បាត់ទៅហើយមនុស្សយើងមិនត្រូវរស់នៅក្នុងសភាពអតីតកាលឯងគួរតែចេញពីសមរឈឺចាប់ទាំងនេះភ្លាមខ្ញុំយល់ហើយចាំខ្ញុំណែនាំស្គាល់ម្នាក់នេះគឺឡុងជឺអ៊ីឡាងនេះគឺជាកូនស្រីរបស់យើងសៀងជីនាងរៀនថ្នាក់ផ្នែកលំពេងហើយនៅវិទ្យាដាតក្រៅពីបងប្រុសរបស់នាងប្រាវុធតមនៅក្នុងគ្រួសារតកូលលាវចំនួនទី2មានតែនាងទេដែលមានវិជ្ជាគុណខ្លាំងជាងគេពិតជាអស្ចារ្យមែនខ្ញុំបានជួបសៀងជីលើកទី1ខ្ញុំក៏ចាប់ចិត្តស្រឡាញ់នាងទៅហើយពីមុនខ្ញុំមិនជឿថាជួបភ្លាមស្រឡាញ់ភ្លាមនោះទេតែថ្ងៃនេះមិនជឿក៏មិនបានដែរប្រទេសតុងអ៊ីប្រកាន់ច្បាប់ទម្លាប់ខ្ញុំមិនមានឱកាសជួបជាមួយនាងទៀតរហូតដល់ថ្ងៃនេះខ្ញុំឡើងភ្នំរកថ្នាំស្មៅពើរបស់និនចានេះសិជីឡុងជឺខ្ញុំលើថាក្បាច់គុនអ៊ីហឺរបស់លោកខុសប្លែកពីគេខ្ញុំចង់ស្គាល់យូរហើយតែពុកខ្ញុំមិនយល់ព្រមរហូតដល់ថ្ងៃនេះខ្ញុំទ្រាំមិនបាននៅការចង់ដឹងរបស់ខ្ញុំចង់សាកជាមួយនឹងលោកខ្លាំងសូមលោកយល់ព្រមនឹងខ្ញុំទេអពុតគ្មានភ្នែកខ្ញុំខ្លាចប៉ះពាល់ដល់នាងលោកដូចជាមើលស្រាលខ្ញុំពេកហើយខ្ញុំមិនហ៊ានទេបាទលោកមិនដកដៃទេកុំបន្ទោសខ្ញុំណាខ្ញុំសម្លាប់មនុស្សនៅទីនេះឪពុកខ្ញុំក៏គាត់មិនដឹងដែរតែនាងមកខំខ្ញុំយ៉ាងនេះអញ្ចឹងខ្ញុំណែសូមអភ័យទោសអោខ្ញុំផងណា ចាញ់ឆ្នាំលើចំពោះមុខសុំឈប់ទៅក្បាច់
គុណអីហាពិតជាមិនធម្មតាមែន អរគុណ ការលោកប្រកាសឈ្មោះរបស់លោកបាននិយាយឈ្មោះធានយ៉ាជាមុនបានន័យថាជាជនជាតិហាន ស្ដាប់ច្រឡំទៀតហ្នឹង កូនចៅគ្រួសារតកូលលីវរៀនភាសាហានតាំងពីតូចមានរឿងអីស្ដាប់ច្រឡំនោះឬមួយក៏លោកជាជនជាតិហានមែន សុំទោស ខ្ញុំទៅវិញនឹងប្រាប់ពុកខ្ញុំគាត់មិនអត់អន់ឲ្យលោកទេវាជាគុណគ្រួសារលីវមិនបង្ហាត់ដល់ជនជាតិហានឡើយ តែនេះចង់យ៉ាងម៉េច លោកអាចប្រើវិធីសម្រាប់ខ្ញុំបំបិតមាត់ កុំមកខំខ្ញុំអី ឃើញលោកដូចជាមានការតក់ស្លុតណាស់ហើយតែចាស់សូមលោកយល់ព្រមនឹងខ្ញុំរឿងមួយខ្ញុំនឹងជួយលាក់អាតកបាំងនេះឲ្យចិន រឿងស្អីទៅ អៀវខ្ញុំចុះពីភ្នំខ្ញុំហត់ណាស់ សេចជីស្រាលណាស់ខ្ញុំអៀវនាងដូចជាគ្មានហត់អីតិចសោះពួកយើងចែកគ្នាលេងបណ្ដាខ្ញុំដឹងថាបន្តិចទៀតខ្ញុំនឹងអៀវនាងចុះពីភ្នំខ្ញុំក៏ដឹងដែរថាមួយជីវិតនេះខ្ញុំមិនអាចបំភ្លេចនាងបាននោះទេរហូតដល់ថ្ងៃនោះទឹកកកធ្លាក់ខ្លាំងសម្បើមណាស់ iDramaHD.com. Tuan Tenja បើសិនជាឯងពិតជាអ្នកក្លាហានមែននោះឯងត្រូវតែតទល់ជាមួយនឹងយើង បានខ្ញុំនឹងបញ្យុទ្ធឈ្នះចាញ់នៅទីនេះចុះក៏ប៉ុន្តែរឿងទាំងអស់នេះគ្មានតាក់ទងជាមួយនឹងសៀជឿទេសូមអភ័យទោសនាងផុនណា នេះគឺជារឿងគ្រួសារលីវ តែសៀជីពេលនេះគឺនាងជាប្រពន្ធខ្ញុំ បើសិនជានាងយល់ថានាងនៅជាគ្រួសារតកូលលីវនាងឈានមកមុខទៅបើមិនចឹងទេនាងទៅកាន់ឋាននរកជាមួយគេចុះ លោកឪពុកពេលនេះធានយ៉ាជាប្តីរបស់កូនតាហើយសូមអភ័យទោសឲ្យកូនផងទេ បានការតំណែងតំណរបស់យើងប្រៀបដូចជាមួកឫស្សីនេះអញ្ចឹងណា iDramaHD.com. ទុកខ្ញុំ អ
ឈី ធានយ៉ា ស៊ីឈីកុំទួញចាំងហេតុអីបានជានឹងធ្វើបែបនេះទៅវិញកុំស្លាប់អើយខ្ញុំធានយ៉ាសូមស្បន់មួយជីវិតនេះខ្ញុំមិនយកប្រពន្ធទៀតទេបានក្បត់នឹងសន្យាខ្ញុំនឹងដូចដែរនេះអញ្ចឹងឯងមានមនុស្សសេចក្ដីណាស់អារម្មណ៍ដូចឯងអញ្ចឹងយើងធ្លាប់ស្គាល់ជារៀងរាល់ឆ្នាំយើងតែតែឡើងលើភ្នំធានសានម្ដងឯងដឹងថាហេតុអ្វីទេ ខ្ញុំមិនដឹងទេ យើងទៅមើលមនុស្សម្នាក់ដែលយើងស្រឡាញ់ មនុស្សដែលស្រឡាញ់ គេស្លាប់20ឆ្នាំហើយ គ្រូវិញ្ញាណខណ្ឌ ទេគេជាមនុស្សរស់របៀបស្លាប់មួយថ្ងៃហូបតែសណ្ដែកធ្វើឲ្យជីវិតរបស់នាងដូចជាមនុស្សស្លាប់អញ្ចឹង ក្រសន័យធំជាងសัตว์លើថានៅក្នុងលោកនេះគឺមានតែ3គ្រាប់ប៉ុណ្ណោះ កាលនោះនាងត្រូវរបួសធ្ងន់ណាស់យើងគ្មានសមត្ថភាពជួយនាងប៉ុន្តែយើងតាមរកក្រសន័យធានសៀបានមួយដើម្បីឲ្យជីវិតរបស់នាងរក្សាបណ្ដោះអាសន្នសិនបើរកបានក្រសន័យទី2អញ្ចឹងនាងនឹងរស់ឡើងវិញប៉ុន្តែរហូតដល់ពេលនេះយើងរកមិនទាន់បានទេរឿងនេះយើងមិនអាចប្រាប់អ្នកណាឡើយ ចុះហេតុអីបានជាលោកប្រាប់ខ្ញុំ យើងត្រូវប្រាប់ឯងធ្វើជាមនុស្សត្រូវប្រកាន់នូវសច្ចធម៌ប៉ុន្តែក្នុងនាមជាមនុស្សប្រុសមិនត្រូវរអាក់រអួលការងារដោយសារតែរឿងអតីតកាលហើយក៏មិនត្រូវធ្វើឲ្យខ្លួនឯងបាត់ស្មារតីតស៊ូដែរឯងត្រូវតែបន្តស្វែងរកសុភមង្គលរបស់ខ្លួនឲ្យឃើញ ខ្ញុំសុខចិត្តធ្វើដូចជាពុទ្ធធម៌អញ្ចឹង លំគូខ្ញុំពិតជាទៅមែនណាខ្ញុំឈិនស៊ីហ្វីតាំងពីតូចដល់ធំមកមិនដែលមានអ្នកណាល្អនឹងខ្ញុំយ៉ាងនេះទេលោកមិនយកប្រាំពីខ្ញុំឲ្យបង្ហាញវិជ្ជាគុណរបស់ខ្ញុំទៀតអោះខ្ញុំសុំទោសលោកជាពុកធម៌របស់ខ្ញុំចុះកូនសុំលាសិនហើយថ្ងៃក្រោយមានពេលកូននឹងត្រឡប់មកមើលពុកទៀតក្បាច់ចណាមេគាអូតាំងងាយស្រួលធ្វើដំណើរណា